ចំពោះចំការដែលបដូរផ្ទាំងមុខជាថ្មីដើមឡើយយើងត្រូវបកសម្អាតក្បាំងចាស់ចេញនិងកោសសម្អាតគ្រាប់កឹបរួចបានដំណើរការពុះព្រំចែកដើមព្រំខាងមុខរក្សាទុកគម្លាតពីមុខជាចាស់2សង់ទីម៉ែត្រព្រំខាងក្រោយរក្សាពីមុខជាចាស់គម្លាត3សង់ទីម៉ែត្រវាស់កម្ពស់ពីដីមកមុខជាមានប្រវែង1ម៉ែត្រ3តឹកវាស់ពីមុខជាមកកន្លែងស្លាបព្រាមានប្រវែង10សង់ទីម៉ែត្រវាស់ពីកន្លែងស្លាបព្រាមកកន្លែងបំពាក់កងចានមានប្រវែង15សង់ទីម៉ែត្រដូចនេះយើងបានវាស់ຂະຫນាតរួចហើយបន្ទាប់មកយើងអូសពុំត្រាសាចំណុចបន្ទាប់គឺយើងកឹបក្បាំងដោយយើងបន្សល់ទុកនៅលើមុខជា3សង់ទីម៉ែត្របន្ទាប់មកយើងត្រូវទុកនៅកន្ទួនក្បាំង15សង់ទីម៉ែត្រដោយយើងកឹបទុកចន្លោះចោល1សង់ទីម៉ែត្រដើម្បីយើងបិទជាប់កៅហើយចន្លោះគ្រាប់កឹបពីមួយគ្រាប់ទៅមួយគ្រាប់មានចំនួន3សង់ទីម៉ែត្រដូច្នេះសូមបងប្អូនទស្សនាតាមដានដូចតទៅចំណុចបន្ទាប់ពីការកឹបក្បាំងរួចយើងត្រូវបិទជ័រកៅក្នុងការបិទជ័រកៅនេះយើងឃើញថាយើងបិទនៅការចន្លោះទុកយើងត្រូវបិទនៅចំណុចដែលយើងបន្សល់ទុក1សង់ទីម៉ែត្រដោយការកឹបក្បាំងរបស់យើងធ្វើមានលក្ខណៈល្អហើយនឹងបិទកៅឲ្យបានត្រឹមត្រូវនៅក្នុងរដូវវស្សាជៀសវាងទឹកជ្រាបហូរចូលមកមុខជា